បាទសួស្តីអ្នកទាំងអស់គ្នាឥឡូវពួកយើងមកកាន់ session ទី11ដែលជា session ចុងក្រោយនៅក្នុង OD ឬក៏ Object Oriented Development ដែលប្រើប្រាស់នៅភាសា C# ហើយយើងចាំមើលថាតើ session មួយហ្នឹងយើងនឹងនិយាយអំពីអ្វីដូចយើងឃើញនៅក្នុងចំណងជើងនេះគឺយើងនឹងមើលអំពី files ហើយជាមួយនឹង generics ដែល files វាមានលទ្ធភាពនៅការផ្ដល់នៅ persistent នៃ data បានន័យថាយើងអាចនឹងធ្វើការ save data របស់យើងបើទោះបីជាយើងធ្វើការបិទនៅកម្មវិធីហើយយើងអាចនឹងធ្វើការ load នៅ file ឬក៏ load នៅ data នឹងឡើងមកវិញបានផងដែរគឺវាមិនមែនជាលក្ខណៈវាមិនមែន save នៅក្នុង memory របស់ computer ឬក៏ RAM របស់ computer ទេគឺវា save ទៅកាន់ hard disk តែម្ដងយើងមើលថែមទៀតកន្លែងនេះគេនិយាយថា file ហ្នឹងគឺវាជា important skill វា skill ហ្នឹងសំខាន់ណាស់ក៏ប៉ុន្តែយើងក្នុងនោះក៏យើងនឹងមើលអំពី serialization ដែល serialization ហ្នឹងគឺវាអាចនឹងផ្ដល់លទ្ធភាពនៅក្នុងការបង្ហាញ represent នៅ object ឬក៏ជា object ជាលក្ខណៈ collection តែម្ដងគឺមាន object ច្រើនតាមរយៈ stream ឬក៏ block នៃ data stream ហ្នឹងយើងនឹងមើលថែមទៀតថាតើគេនឹងនិយាយពីគេនៅផ្នែកខាងក្រោមហើយយើងនឹងធ្វើការស្វែងយល់អំពី binary XML ហើយជាមួយនឹង SOAP representations យើងចាំមើលថាតើ3ហ្នឹងវាសម្រាប់ធ្វើអីគេហើយ stream ឬក៏ block នៃ data ហ្នឹងគឺអាចនឹងធ្វើការ store ទុកនៅក្នុង file បានឬក៏យើងអាចទុកតាមរយៈ database ឬក៏តាម internet connection ដោយជាក់ស្ដែងគឺយើងឃើញមាន web services cloud computing ហើយចុងក្រោយយើងនឹងមើលអំពី generics ដែលវាមានលទ្ធភាពផ្ដល់លទ្ធភាពនៅក្នុងការដែលយើងអាចធ្វើការ define នៅ method ក៏ដូចជា class មិនបាច់ធ្វើការ reference ទៅកាន់ data type ណាមួយជាក់លាក់នោះទេហើយគេនិយាយថានៅក្នុងនេះឃើញថាសម្រាប់ modern programming library ហ្នឹងគឺយើងចាំបាច់ត្រូវតែដឹងអំពី generics ដែលកាលណាដែលយើងដឹងនៅចំណេះដឹងមួយហ្នឹងអីគឺវាងាយស្រួលសម្រាប់យើងនៅពេលដែលយើងស្វែងរកការងារតាក់ទងទៅនឹង software development គឺវាគឺជា skill មួយដែលសំខាន់ហើយនៅក្នុង session ហ្នឹងគឺយើងនឹងមើលអំពីរបៀបនៃ file ដែលវាធ្វើការ input ហើយយើងធ្វើការ load នៅ data ហ្នឹង output ហើយនេះគឺការ add នៅ persistent data ដែលយើងអាចធ្វើការ save នៅ data បានភាពខុសគ្នារវាង text file ជាមួយនឹង binary file យើងនឹងមើលអំពីភាពខុសគ្នារវាង sequential access ជាមួយនឹង random access ហើយយើងអាចនឹងធ្វើការ apply តាមរបៀបណាទៅកាន់ text file ឬក៏ binary files concept អំពី serialization ហើយរបៀបនៃការ implement នៅ binary SOAP ហើយជាមួយនឹង XML ចុងក្រោយគឺយើងនឹងមើលអំពី concept នៃ generics ហើយរបៀបនៅក្នុងការ implement នៅ function generics ឬក៏ class នៅក្នុងភាសា C# នេះផ្ទាល់តែម្ដងឥឡូវយើងមើលចុះមកខាងក្រោមយើងឃើញថាបាទ introduction នេះគឺគេចង់និយាយថាបាទ file មួយ generic យើងដឹងស្រាប់ហើយដូចខ្ញុំនិយាយបាននៅខាងលើមិញហ្នឹងបាទនេះគឺគេចង់និយាយថាបាទកន្លែងនេះគឺខ្ញុំដូចនិយាយបាននិយាយខាងលើហើយ secondary storage ឬក៏យើងអាចធ្វើការ save ទៅកាន់ disk ហ្នឹងដែល file ហ្នឹងគឺវាអាចផ្ដល់នៅsurvivability បានន័យថាយើងអាចនឹងធ្វើការ save នៅ file នឹងទុកបានតែម្ដងបើទោះបីជាដូចថាយើងបិទនៅកម្មវិធីចោលហើយយើងអាចធ្វើការ load នឹង file នឹងឡើងមកវិញគេចង់និយាយត្រង់កន្លែងហ្នឹងហើយបាទនេះនៅមើលនៅត្រង់ចំណុចមួយនេះគេនិយាយថានៅក្នុង Modern Object Programming Language Library ហ្នឹងគឺយើងតែងតែប្រើប្រាស់ជាមួយនឹងgeneric classes ដើម្បីធ្វើការ develop នៅ application របស់យើងបានកាន់តែប្រសើរឡើងហើយសំខាន់ណាស់គឺយើងត្រូវដឹងនៅ skill មួយហ្នឹងដើម្បីក្លាយទៅជា developer ដ៏ជោគជ័យម្នាក់ឥឡូវយើងមើលតកតងទៅជាមួយនឹង file input ជាមួយនឹង output តែម្ដងទៅគឺយើងឃើញថាបាទនេះគឺ
vàនៅផ្នែកខាងក្រោមគេថាយើងដឹងស្រាប់ហើយគឺការ keep នៅ data វាមានសារៈសំខាន់ហើយយើងអាចនឹងធ្វើការស្វែងយល់ឬក៏យើងអាចនឹងប្រើប្រាស់នៅពាក្យដែលថា save data ហ្នឹងជា persistent of data នេះគេនិយាយបន្ថែមហើយគឺដូចខ្ញុំប្រាប់កន្លែងដំបូងនឹងអញ្ចឹងគឺ application បើទោះបីជាបិទឬក៏ភ្លើងដាច់ភ្លើងក៏ដោយក៏យើងអាចនឹងធ្វើការយកនៅ data ហ្នឹងត្រឡប់មកវិញចេញអំពី secondary storage ដែលវាបានផ្ដល់ជាលក្ខណៈ non violate storage ដែលវាខុសពីការ store នៅកាន់ RAM ហើយមានវិធីសាស្ត្រ2នៅក្នុងការ store នៅ data ទៅកាន់ secondary storage ហ្នឹងគឺយើងអាចប្រើប្រាស់តាមវិធីសាស្ត្រ database ឬក៏យើងអាចធ្វើការ save file នឹងផ្ទាល់តែម្ដងដែល database ហ្នឹងជាទូទៅគឺគេប្រើសម្រាប់ website ហើយការដែលយើង store save file ហ្នឹងគឺតាមរយៈ GUI application ឬក៏ word processing ដូចយើងបានដឹងហើយកន្លែងនេះគេនិយាយថាមុខវិជ្ជានៅ database នៅក្នុងមុខវិជ្ជាមួយនេះបាទនេះគឺ SIT 103នៅក្នុងមុខវិជ្ជាមួយផ្សេងទៀតទេតាក់ទងទៅនឹង database ហើយកន្លែងនេះគេបញ្ជាក់ថា file ហ្នឹងវាគឺជា element ជាលក្ខណៈ logical នៅក្នុងការ store នៅ data ហើយដើម្បីងាយស្រួលនៅក្នុងការស្វែងយល់អំពី file ហ្នឹងគឺគេមាន concept មួយគឺ concept stream ដែលវាធ្វើការ rapid និយាយអំពីការ input ជាមួយនឹង output នៅក្នុងភាសា programming language ជាច្រើនឬក៏ library ដែល stream ហ្នឹងគឺគេសំដៅទៅលើ data ដែលជាលក្ខណៈ sequence នៃ bytes បានន័យថាវាជា byte លក្ខណៈបន្តគ្នាហ្នឹងគឺវាជាលក្ខណៈបណ្ដុំនៃ byte ដែលអត់មាននៅដែនកំណត់ច្បាស់លាស់ទេបើនិយាយអំពី byte ហ្នឹងហើយយើងឃើញថាការដែល input ចេញអំពី console application គឺយើងអាចធ្វើការ define នៅ structure របស់វាបានច្បាស់លាស់ទេបើនិយាយអំពីការ data ដែល input ដោយ user ហ្នឹងហើយយើងនឹងមើលចុះមកខាងក្រោមទៀតតាក់ទងទៅនឹង file types ជាមួយនឹង access modes ដែល types ប្រភេទនៃ file គឺមាន2គឺមាននៅ text file ជាមួយនឹង binary file ដែលនៅក្នុងនេះគឺយើងឃើញថា text file គឺ human readable បានន័យថា user ឬក៏ developer មនុស្សយើងហ្នឹងគឺអាចនឹងធ្វើការបើកនៅ file ហ្នឹងហើយយើងអាចមើលទៅយល់បើចំពោះ binary file វិញគឺយើងបើកមក code ហ្នឹងគឺត្រូវបាន convert អស់ហើយយើងមើលអត់យល់ទេតាក់ទងទៅនឹង binary file ហើយនៅក្នុងនេះគេថា text file គឺវាមិនវាអត់ efficient ទេសម្រាប់ធ្វើការ store data ហើយជាមួយនឹងការដែលឲ្យ computer ធ្វើការដំណើរការជាមួយវាហ្នឹងក៏វាមិនសូវល្អប្រហែលដែរដោយសារតែវាចាំបាច់ត្រូវតែធ្វើការ convert នៅរវាង text format ជាមួយនឹងលេខជាមួយនឹងអក្សរវាត្រូវធ្វើការ convert រវាងគ្នាហើយការដែលយើងធ្វើការ store នៅ student number នៅក្នុង memory ឧទាហរណ៍នៅក្នុងនេះគឺមានលេខប៉ុណ្ណឹងហើយ character លេខតួអក្សរមួយហ្នឹងគឺវា store ដាច់ដោយឡែកពីគ្នាគឺថា1 byte 1 byte ចំពោះតួអក្សរមួយអាហ្នឹងនៅក្នុង ASCII ហើយបើចំពោះ2 byte នៅក្នុងមួយតួអក្សរគឺយើងប្រើប្រាស់ជាលក្ខណៈ Unicode នៅក្នុង Microsoft.NET នេះយើងមើលចុះមកខាងក្រោមទៀតតាក់ទងទៅនឹងការ convert រវាង numeric ជាមួយនឹង textual ហ្នឹងជាលក្ខណៈ string គឺយើងឃើញថាយើងចាំបាច់ត្រូវប្រើប្រាស់នៅ composite formatting ជាមួយនឹង two string format ឬក៏យើងប្រើជាមួយនឹង convert ខ្លះឬក៏ pass ឬក៏ try pass method ដែលវាអាចនឹងចំពោះ method 2នេះគឺសម្រាប់ធ្វើការ convert ពីលេខទៅអក្សរហើយ convert នេះវិញសម្រាប់ធ្វើការ convert ពីអក្សរមកកាន់លេខវិញបើចំពោះ binary file វិញគឺវាមិនចាំបាច់ត្រូវធ្វើការអញ្ចឹងទេគឺងាយស្រួលដែលវាអាចនឹងធ្វើការ store នៅលេខ
តាមរយៈ native format បានន័យថា computer អាចធ្វើការ read បានតែម្ដងប៉ុន្តែមនុស្សយើងអាច read បានទេបើនិយាយតាក់ទងទៅជាមួយនឹង binary file ការដែលយើង read ជាមួយនឹងការដែល write data ទៅកាន់ file ឬក៏យើង read ត្រឡប់មកវិញហ្នឹងគឺវាអាចជាការ access ចំនួនរបៀបពីររបៀបគឺជាលក្ខណៈ sequential access ឬក៏ random access sequential access ហ្នឹងបានន័យថាវា access នៅ data ជាលក្ខណៈតាមលំដាប់លំដោយចាំពីដើមដល់ចប់ចឹងទៅបើ random នេះវិញគឺវាអាចនឹងធ្វើការ access ពីចន្លោះនៅក្នុង file ណាមួយក៏បានដែរគឺវាលក្ខណៈ random ការដែល access ពីរបៀបហ្នឹងគឺវាខុសគ្នាដោយសារតែវាអាចនឹងធ្វើការស្វែងរកជាមួយនឹង random access បានន័យថាយើងចង់ស្វែងរកនៅក្នុងនៅចន្លោះណាមួយចឹងបានបើចំពោះ sequential access នេះវិញគឺវា read បាទវា read ចាប់ពីដើមរហូតដល់ចប់តែម្ដងហើយក៏ដូចគ្នាចំពោះការ write ផងដែរយើងមើលថែមទៀតថានេះ modern storage គឺវាអនុញ្ញាតឲ្យ location សម្រាប់ធ្វើការ read ឬក៏ write ហ្នឹងអាចធ្វើការផ្លាស់ប្ដូរបាននៅក្នុង file ឬក៏យើងអាចស្គាល់ហ្នឹងហៅថា seeking បាទនេះគឺយើងចាំមើលទាំងអស់គ្នាទៀតតាក់ទងទៅនឹងឧទាហរណ៍ផ្ទាល់តែម្ដងបាទឥឡូវយើងមើលតាក់ទងទៅនឹង text file ជាមួយនឹង sequential access ដែលដំបូងយើងត្រូវធ្វើការដាក់នៅ statement មួយនៅកាន់លើ code របស់យើងដែលប្រើប្រាស់នៅ using statement នេះ system.io ហើយមានវិធីសាស្ត្រនៅក្នុងការបើក file ដោយប្រើប្រាស់នៅ Microsoft.net គឺមាននៅវិធីសាស្ត្រពីរដូចខាងក្រោមនេះគឺ file stream អញ្ចឹងក៏បានឬក៏ file.open អញ្ចឹងក៏បានគឺយើងឃើញថាគេនិយាយដែរគឺចំពោះ statement ពីរនេះគឺវាលក្ខណៈវាគឺដូចគ្នាទេគឺ path ចំពោះ parameter ចំនួន3ហ្នឹងគឺ path គឺគេសំដៅទៅលើឈ្មោះរបស់ file ដែលអាចនឹងធ្វើការ open ឬក៏យើងអាចធ្វើការបង្កើតឡើងហ្នឹងតាមរយៈ variable ឬក៏ verbatim string literal ដែលយើងបាននិយាយហើយតាក់ទងទៅនឹង session ដំបូងមុនហើយចំពោះ parameter ទី2តាក់ទងទៅនឹង mode នេះគឺសម្រាប់ធ្វើការ open ឬក៏ធ្វើការ prepare ដែលយើងរៀបនឹងបើកអីចឹងទៅហ្នឹងតាក់ទងទៅនឹង mode នៅក្នុងនោះគឺមានដូចខាងក្រោមគឺមាននៅ file mode.append បាទនេះគឺនៅ parameter នេះត្រង់កន្លែងទី1 file mode.append នេះគឺសម្រាប់ធ្វើការ write បានន័យថាវានឹងធ្វើការបើកនៅ file ដែលមានស្រាប់ហើយឬក៏វាបង្កើតនៅ file ថ្មីមួយទៀតហើយធ្វើការ seek ទៅកាន់ផ្នែកចុងខាងក្រោយនៃ file ហើយទី2គឺ file mode.create វាធ្វើការ truncate នៃ existing file ដែលមានស្រាប់ឬក៏វាបង្កើត truncate ហ្នឹងគឺគេចង់សំដៅទៅលើការកាត់នៅ file ដែលមានស្រាប់ហ្នឹងណាហើយ file mode.create new គឺវា create នៅ file ថ្មីមួយហើយវានឹងធ្វើការបោះនៅ system.io exception ដែលវានឹងធ្វើការឆែកមើលថាតើ file ហ្នឹងគឺវាមានហើយនៅហើយមួយទៀតគឺ file mode.open ដែលនេះគឺភ្ជាប់មកជាមួយនឹង throwing នៅ exception គឺ file not found exception បើសិនជា file ហ្នឹងអត់មាននោះទេហើយ file mode.open ឬក៏ create វាធ្វើការបើកនៅ file ដែលមានស្រាប់ឬក៏វាបង្កើតនៅ file ដែលមានបង្កើតនៅ file ថ្មីបើសិនជា file ហ្នឹងអត់ទាន់មាននោះទេវានឹងធ្វើការបង្កើតថ្មី file mode.truncate វាបើកនៅ file ដែលមានស្រាប់ហើយបន្ទាប់មកវានឹងប្រវែងរបស់វានឹងធ្វើការ set ទៅកាន់ 0 វិញឬក៏វាបានន័យថាការកាត់នៅ file នៅក្នុង process ហើយ final parameter ចុងក្រោយនេះតាក់ទងទៅនឹង access ដែលគេចង់សំដៅទៅលើការ read ជាមួយនឹង write file ហើយយើងឃើញថាទី1តាក់ទងទៅនឹង file access.read វាធ្វើការ read នៅ data តែប៉ុណ្ណោះហើយនេះគឺ write នៅ data ហើយចុងក្រោយគឺ read write វាអាចនឹងធ្វើការបើកនៅ file សម្រាប់ធ្វើការ read ឬក៏ write បាន2ក្នុងពេលតែមួយតែម្ដងយើងអាចប្រើ function ហ្នឹងក៏បានហើយយើងឃើញថា file stream object ហ្នឹងគឺវាអត់សូវមានសារៈប្រយោជន៍ទេបើសិនយើងប្រើជាមួយនឹង text file ដូច្នេះហើយយើងអាចនឹងធ្វើការប្រើប្រាស់នៅ class ពីរផ្សេងទៀតគឺ stream reader ជាមួយនឹង stream writer
stream writer ដែលគេប្រើប្រាស់សម្រាប់ធ្វើការ read ឬក៏ write នៅ text file ដាច់កន្លែងពីគ្នាហើយបាទនេះគឺតកតងទៅនឹង object នៃ class ហ្នឹងគឺគេបង្កើតក្រោយពេលដែលត្រូវបានបើកនៅ file យើងឃើញថា stream នេះគឺជា syntax របស់វាគឺ stream reader stream writer គឺ syntax របស់វាគឺទៅសេអញ្ចឹងហើយយើងឃើញថាការដែលយើងធ្វើប្រើប្រាស់ជាមួយនឹង class ហ្នឹងគឺវាងាយបានន័យថាវាហាក់ដូចជាការប្រើប្រាស់ជាមួយនឹង console class ដែរអ្វីដែលយើងឃើញថាខុសគ្នានោះគឺវាធ្វើការ split ដោយ class វាផ្សេងពីគ្នាដោយ stream reader ហ្នឹងគឺវា support ជាមួយទៅនឹង read ឬក៏ read line method ហើយបើចំពោះ stream writer វិញគឺ write ជាមួយនឹង write line method step ចុងក្រោយគឺយើងចាំបាច់ត្រូវដាក់នៅ close method ចំពោះ stream reader ឬក៏ stream writer object ដោយសារតែការ close ទៅ file នេះគឺវាមានសារៈសំខាន់ដោយវាមាននៅ head poll 2គឺ head poll ទី1នោះគឺថា data ដែល store បានន័យថាវាកំពុងតែរងចាំនៅក្នុង buffer បានន័យថាវានៅក្នុង memory របស់យើងផ្ទាល់ហើយបើសិនជាពេលណាដែលវាចាំបាច់ត្រូវការវានឹងធ្វើការ save ទុកតែម្ដងហើយមូលហេតុទី2នោះឃើញថា operating system resources គឺ free បានន័យថាវាទំនេរវាអាចនឹង available នៅក្នុងការប្រើប្រាស់បាននេះគឺជា head poll ទាំងពីរដែលយើងចាំបាច់ត្រូវធ្វើការ close នៅ file បាទនេះគឺមានឧទាហរណ៍មួយឲ្យយើងឃើញហើយបានន័យថានេះគេថា user type បានន័យថា user គាត់ធ្វើការ type ទៅកាន់ console ដែលបន្ទាប់មកទៀតវានឹងធ្វើការ save ទៅកាន់ file រហូតដល់ user ធ្វើការចុចនៅអក្សរ n ទៅកម្មវិធីនឹងឈប់យើងមើលឧទាហរណ៍នឹងទាំងអស់គ្នាទៅឃើញថានេះគឺជាការដែលទៅ save ទៅកាន់ឬក៏ save ទៅកាន់ text file ដោយយើង specify នៅ path របស់វាដោយសញ្ញាទ្រង់ជ្រូកហើយនេះគឺ stream writer បាទនេះគឺយើងបើកបាទនេះគឺ file mode យើង create ហើយយើងធ្វើការ write យើងឃើញថានេះគេឲ្យមានសារមួយប្រាប់ទៅកាន់ user ថាតើឲ្យធ្វើការបន្តចុចនៅអក្សរឬក៏ចុចអក្សរ end នេះសម្រាប់ធ្វើការ terminate នៅ application ហ្នឹងគេប្រើប្រាស់នៅ loop មួយបាទបន្តចុចរហូតចឹងទៅវានឹងធ្វើការ write line បានន័យថា save ទុកនៅក្នុង text file គឺ text.txt ហើយវានឹងធ្វើការចុះបន្ទាត់រាល់ពេលដែល user គាត់បញ្ចូលនៅអក្សរលុះត្រាតែ user វាយនៅអក្សរ end នេះទៅបញ្ឈប់កម្មវិធីបន្ទាប់មកទៀតចុងក្រោយគឺយើងចាំបាច់ត្រូវ close ដូចយើងឃើញហើយនេះគឺការដែលយើង write ទៅកាន់ text file ហើយយើងមើលចំពោះការ read ទៅកាន់ text file វិញពី text file មកវិញគឺយើងឃើញថាមាន file.open ហើយយើងបើកនៅ file ឈ្មោះនឹងដដែលហើយនេះ file mode គឺ open ផ្នែកខាងលើមិញគឺ write ហើយនេះគឺយើង read វាចេញមកវិញយើងឃើញថាយើងនេះបង្កើត object មួយហើយយើងឃើញកន្លែងនេះគឺ loop សម្រាប់ធ្វើការ read ហើយចុងក្រោយគឺយើង close បានន័យថាវាធ្វើការ read ចេញពី file text.txt នេះរហូតដល់លេងមានបានន័យថាវា read off data នៅក្នុង file មួយនឹងតែម្ដងហើយវាធ្វើការ display ចុងក្រោយគឺ close វិញយើងមើលបន្តទៀតតើតើទៅនឹង binary file ជាមួយនឹង random access ដែល random access ហ្នឹងគឺវាប្រើប្រាស់នៅអ្វីដែលខ្ញុំបាននិយាយខាងលើមិញហ្នឹងគឺតើតើទៅនឹងការ seeking គឺស្វែងរកនៅក្នុង file តែម្ដងដែលវាគឺជា process មួយអាចនឹងធ្វើការ change ផ្លាស់ប្ដូរទីកន្លែងនៅក្នុងការ read ឬក៏ write ចេញអំពី file read ឬក៏ write ទៅកាន់ file ឥឡូវយើងមើលតកតងទៅនឹងការ compare អំពី seeking នឹងតែម្ដងទៅដោយយើងប្រើប្រាស់នៅឧទាហរណ៍ជាក់ស្ដែងមួយយើងឃើញថាឧទាហរណ៍ថាមានក្មេងមួយកំពុងតែអានសៀវភៅមួយក្បាលហើយក្មេងហ្នឹងគឺតែងតែត្រូវបានបរៀនដោយប្រើប្រាស់នៅម្រាមដៃដើម្បីធ្វើការចង្អុលទៅកាន់ទីតាំងនៃសៀវភៅបានន័យថាកំពុងអានដល់ណាគឺយើងយកដៃម្រាមដៃធ្វើការចង្អុលអញ្ចឹងទៅគឺយើងឃើញថានេះវា affection នៅក្នុងការ point ទៅកាន់ word ដែលកំពុងតែអានហ្នឹងដែលពួកគេកំពុងតែអានហ្នឹង
ហើយវាដូចគ្នាទៅជាមួយនឹងការ seeking ដែលយើងឃើញថាបើសិនជាក្មេងហ្នឹងគឺលើកនៅម្រាមដៃហើយបន្ទាប់មកទៀតធ្វើការ move ទៅកាន់ page បន្ទាប់ទៀតហើយធ្វើការ read ភាសាទៀតចេញអំពី page បន្ទាប់ហ្នឹងគឺយើងឃើញថាការ seeking ដែលយើងឃើញតែរបៀបអញ្ចឹងគឺវាអត់សូវ useful ហ្មងទេអត់សូវមានសារៈប្រយោជន៍ទេដោយសារតែការ read ឬក៏ write ចេញ data តាមរយៈវិធីសាស្ត្រហ្នឹងគឺយើងឃើញថាវាធ្វើតាមលក្ខណៈ sequential តាមលំដាប់លំដោយវាមិនមែនជាលក្ខណៈ random ដែលនេះគេមានសំណួរមួយឆ្លើយថាដូច្នេះបើសិនជានិយាយអំពីការដែល read ឬក៏ write data ហ្នឹងគឺយើងគួរតែធ្វើម៉េចដើម្បីធ្វើការ seek ចាប់ពីទីតាំងណាទៅទីតាំងណាគឺចម្លើយតកតងទៅនឹងការដែលយើងធ្វើ random access ហ្នឹងគឺតាមរយៈ concept នៃ record ដែល record ហ្នឹងវាគឺជាការបណ្ដុំនៃ data នៅក្នុង file មួយហើយវា represent ជាលក្ខណៈ logical element ដែលធ្វើការផ្ទុកនៅក្នុង file មួយនោះយើងឧទាហរណ៍យើងឃើញថា file ហ្នឹងគឺអាចផ្ទុកនៅចំនួន record ដែលសភៅបាទចំនួនសភៅជាលក្ខណៈ record នេះហើយយើងឃើញថា record នីមួយហ្នឹងគឺវាមាននៅ relevant data សម្រាប់សភៅមួយហ្នឹងដូច្នេះគឺយើងឃើញថា record មួយហ្នឹងគឺវាអាចតំណាងឲ្យឬក៏វាគឺថា record មួយហ្នឹងគឺវាអាចនឹង match ទៅជាមួយនឹង object នៅក្នុងភាសា object oriented programming ផងដែរដូច្នេះហើយគឺដើម្បីធ្វើការជាមួយនឹង random access នឹងបានគឺយើងគួរតែ set នៅ record របស់យើងហ្នឹងជាលក្ខណៈ fix size បានន័យថា size របស់វាគួរតែធ្វើការ fix ទុកមុនដូចយើងឃើញកន្លែងនេះមាន record A B C រហូតដល់ G អញ្ចឹងទៅហើយយើងអាចធ្វើការ access ទៅការ record មួយណាក៏បានដែរដោយសារតែ concept ហ្នឹងគឺតាក់ទងទៅនឹងការប្រើប្រាស់នៅលក្ខណៈ concept របស់ record ហើយ record ហ្នឹងគឺ fixed length ទេគឺយើងឃើញហើយកន្លែង fixed length ជាមួយនឹងកន្លែងហ្នឹងគឺយើងឃើញខ្ញុំនិយាយខាងលើនេះដែរហើយវាកន្លែងនេះគេថាយើងអាចនឹងធ្វើការកំណត់ចេញនៅ address របស់record បានដោយប្រើប្រាស់នៅ formula រូបមន្តដែល n គឺជា number ចំនួននៃ record ដូចថា record ទី1លេខ1លេខ2អីចឹងទៅហើយអក្សរ L នេះគឺតំណាងឲ្យប្រវែងនៃ record នីមួយហើយចំពោះ A នេះគឺគេចង់និយាយអំពី address នៃ record នៅក្នុង file ដូច្នេះគេឲ្យឧទាហរណ៍មួយថាបើសិនជាគេបានផ្ដល់នៅ record មួយដែលមានទំហំ50 byte ហើយដូច្នេះបើសិនជាយើងចង់ read នៅអានចេញនៅ record ទី5ដូច្នេះយើងគួរតែធ្វើការស្វែងរកនៅ address ទី200នៅក្នុង file ហើយយើងអាចនឹងធ្វើការ read ចេញនៅ record ទី5នេះហើយបាទយើងឥឡូវមើលបន្តមកខាងក្រោមទៀតតកតងទៅនឹងកន្លែងនេះគេថាកន្លែងនេះយើងអាចនឹងដឹងអំពី record ដែលធ្វើការ contain នៅក្នុង data ដែលយើងចង់ស្វែងរកហ្នឹងហើយយើងអាចនឹងមានវិធីសាស្ត្រ2នៅក្នុងការស្វែងរកអញ្ចឹងបាន address របៀបហ្នឹងគឺយើងអាចប្រើប្រាស់នៅ index ជាមួយនឹងការប្រើប្រាស់នៅ hashing ដែល index ហ្នឹងគឺជាផ្នែកតូចមួយនៃ record វាគឺដូចជា key field មួយអញ្ចឹងដើម្បីធ្វើការ store នៅ record ជាលក្ខណៈលេខហើយដាច់ដោយឡែកពីគ្នាដែល index ហ្នឹងគឺអាចនឹងធ្វើការ keep នៅក្នុង memory ឬក៏វា read ចេញពី disk បានផងដែរបើចំពោះ hashing នេះវិញគឺវាផ្ដល់នៅលទ្ធភាពដោយវាអាចធ្វើការ apply នៅ algorithm មួយសម្រាប់ធ្វើការគណនានៅតម្លៃលេខចេញអំពី data element មួយទៅកាន់ឬក៏ data element ច្រើនដែលនៅក្នុងនេះគឺយើងអាចធ្វើការ access ជាមួយនឹងការដែលយើង seek នៅ data របស់យើងនឹងដោយមិនចាំបាច់ប្រើប្រាស់នៅ index ទេដូច្នេះអ្វីដែលខ្ញុំបាននិយាយខាងលើនេះគឺតកតងទៅនឹង index ជាមួយនឹង hashing យើងអត់មាននិយាយអំពី demonstrate នៅឧទាហរណ៍ឬក៏យើងនិយាយនៅជា detail ទេនៅក្នុង session មួយនេះប៉ុន្តែអ្នកទាំងអស់គ្នាអាចធ្វើការស្វែងយល់បន្ថែមទៀតនៅត្រង់ចំណុចហ្នឹងបាន
ឥឡូវយើងមើលតកតងទៅនឹងឧទាហរណ៍មួយនេះគឺយើងឃើញថារបៀបនៃការប្រើប្រាស់នៅ random access file ហ្នឹងគឺបានបង្ហាញនៅក្នុង figure ខាងក្រោមនេះគឺនៅក្នុង example មួយហ្នឹងគឺគេមាននៅ student object ចំនួន12ដែលនៅក្នុងនោះគឺវាមាននៅ number name ឈ្មោះហើយមាននៅថ្ងៃខែឆ្នាំកំណើតបាទហើយបន្ទាប់មកធ្វើការ write បានន័យថា save ទៅកាន់ file ដែលប្រើប្រាស់នៅ method toString ហើយយើងមើលទាំងអស់គ្នាតែម្ដងទៅឃើញថាបើសិនជាការចុចនៅ enter key ដូច្នេះ random number ហ្នឹងធ្វើការបង្កើតឡើងដើម្បីធ្វើការ identify ថាតើ record មួយណាដែលធ្វើការយកមកវិញ retrieve ហើយនេះ seek method នេះនៃ file stream object ហ្នឹងបន្ទាប់មកវានឹងធ្វើការ move ទៅកាន់ record មួយនោះហើយ from stream method នេះគឺវាសម្រាប់ធ្វើការ read នៅ record ហ្នឹងមកវិញហើយបន្ទាប់មកធ្វើការ display តែម្ដងយើងមើលឧទាហរណ៍ខាងក្រោមនេះទៅឃើញថានេះគឺយើងមាន file មួយហើយវា create read write នៅក្នុងនេះគឺមាននៅ object student ចំនួន12គឺមាន toString new បង្កើតហើយនេះគឺ random method ដែលពេលនេះគឺឲ្យ user ធ្វើការចុចនៅ enter key ហើយនេះគឺវានឹងធ្វើការ random number ចាប់ពី0ដល់លេខ11ដែលវាមានចំនួន12 record ហើយវាធ្វើការ seek នេះគឺយើងឃើញថាមាន length ហើយមានចាប់ផ្ដើម begin បាទ out ហើយនេះចុងក្រោយគឺ close គឺបញ្ហាដែលយើងអាចនឹងមានវាកើតឡើងនៅពេលដែលប្រើប្រាស់ជាមួយនឹង random access file ហ្នឹងគឺថាយើងចាំបាច់ត្រូវឲ្យ record ហ្នឹងreturn ជាលក្ខណៈ fixed length បានន័យថាប្រវែងរបស់វាគឺយើងត្រូវកំណត់ច្បាស់លាស់បើមិនជាយើងចង់ប្រើជាមួយនឹង random access file ហ្នឹងហើយវាមាន problem របស់វាដោយសារតែ data type ហ្នឹងគឺយើងកំណត់វា fixed size ហើយ problem គឺនៅពេលដែលយើងចង់ធ្វើការផ្ទុកនៅ string នៅក្នុង file ដោយនេះគេនិយាយថែមទៀតថាដែល string ធ្វើការ store នៅ name ហ្នឹងនៃ variable length ដូច្នេះការ store អញ្ចឹងគឺដំបូងយើងចាំបាច់ធ្វើការ convert វាទៅកាន់ fixed length សិនដោយសារតែយើងប្រើប្រាស់ជាមួយនឹង string បាទនេះគឺដោយសារតែអញ្ចឹងហើយទើបមាននៅការប្រើប្រាស់នៅ array គឺមាននៅ binary writer ដែលយើងបានឃើញនេះការ encode នៅ Unicode បាទនេះ length ចំនួននេះគឺកំណត់ fixed length មាន maximum length សិនជាវាធំជាងយើងធ្វើការ truncate ខាត់វាចេញហើយមាននៅយើងធ្វើការ write វាទៅហើយនេះប្រើប្រាស់នៅ array ដូចបាននិយាយខាងលើមិញនោះចឹងនេះគឺស្វែងរកនៅ minimum maximum បាទនេះគឺ write ទៅកាន់ name ហើយនេះយើងមើលផ្នែកខាងក្រោមនេះទេគឺនឹងបញ្ចូលកូដនឹងបន្ថែមទៀតគឺឃើញថា toString method ហ្នឹងដំបូងវាធ្វើការបង្កើតនៅ object ដែលមានប្រភេទជា binary writer ហើយវាអាចនឹងធ្វើការអនុញ្ញាតឲ្យយើង save នៅ binary file ចេញអំពី numeric type ចេញអំពី type លក្ខណៈជាអក្សរដែលវាមាន fixed length ហើយ step បន្ទាប់ទៀតហ្នឹងគឺធ្វើការ write នៅ length ចេញអំពី file type គឺ length ប្រវែងនៃឈ្មោះដែល store នៅកាន់ object ហ្នឹងគឺអាចនឹងតូចជាងឬក៏ស្មើឬក៏ធំជាង length នៃ text field នៅក្នុង record ដែលយើងបានកំណត់ឲ្យ maximum name length បើសិនជាឈ្មោះនៃប្រវែងនៃឈ្មោះហ្នឹងគឺវាធំជាងដូច្នេះយើងនឹងធ្វើការ truncate យើងនឹងកាត់ដើម្បីយើងអាច store វាបានហើយ remaining character ទាំងអស់ហ្នឹងគឺត្រូវបាន set ទៅកាន់ null ដូចយើងបានឃើញនៅកន្លែងនេះហើយបាទហើយចុងក្រោយគឺយើង save វាទៅគឺ save ទៅកាន់ file
កន្លែងនេះគេចង់និយាយថែមទៀតថាការដែលទៅសេឬក៏ sell binary file ចេញពី numeric file ជាជាងការដែលយើងធ្វើការ convert វាទៅកាន់variable length នៃ textual data បាទនេះគឺដោយសារមូលហេតុយើងគួរតែធ្វើអញ្ចឹងប្រើប្រាស់ជាមួយនឹង binary បាទនៅខាងក្រោមនេះគឺគេចង់និយាយថា from stream method ហ្នឹងគឺវាមានលក្ខណៈស្តៀងទៅជាមួយនឹង to stream ដែរដែលអ្វីដែលខុសប្លែកនោះគឺវា read ចេញមកជាជាងការវា save ទៅកាន់ឥឡូវយើងមើលតទៅនឹង object serialization តែម្ដងទៅគឺកន្លែងនេះគេចង់និយាយថា file គឺយើងឥឡូវដឹងពីរបៀបនៃការ read ឬក៏ write file ហើយដែលប្រើប្រាស់នៅ sequential access ឬក៏ binary file ដែលប្រើប្រាស់នៅ random access ហើយយើងឃើញថាមាននៅវិធីសាស្ត្រមួយទៀតគឺប្រើប្រាស់នៅ object serialization ដែលវាអនុញ្ញាតឲ្យយើងធ្វើការ convert នៅ object ទាំងស្រុងទាំងមូលនឹងតែម្ដងទៅកាន់ជាលក្ខណៈបណ្ដុំនៃ byte ជាលក្ខណៈ sequence នៃ byte ហើយបន្ទាប់មកទៀតធ្វើការ write ទៅកាន់ file ហើយវាអាចនឹងធ្វើការ convert នៅអ្វីដែលយើងបាន write ហ្នឹងត្រឡប់មកកាន់សភាពដើមវិញដែលយើងមាននៅប្រភេទ object serialization ចំនួន3ដែលផ្ដល់ដោយ Microsoft.NET គឺទី1 binary serialization ទី2 XML serialization ទី3គឺ SOAP serialization ដែលវាមានអត្ថប្រយោជន៍របស់វាឬក៏គុណវិបត្តិគុណសម្បត្តិរបស់វាផ្ទាល់រៀងៗខ្លួនក៏ប៉ុន្តែនៅក្នុង session មួយនេះគឺយើងចាត់ទុកថាវាមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅដោយយើងគ្រាន់តែដឹងថា XML serialization នេះគឺគេធ្វើការប្រើប្រាស់ជាលក្ខណៈ public element នៃ class ដោយ private ឬក៏ protected ហ្នឹងយើងគួរតែធ្វើការ ignore វាទៅហើយវិធីសាស្ត្រគឺយើងអាចប្រើប្រាស់នៅ object serialization នឹងបានដោយយើងធ្វើការ add នៅ attribute ទៅកាន់ class ដែលយើងឃើញនៅ syntax របស់វានេះហើយគឺមាន class ចឹងទៅគឺនៅផ្នែកខាងលើនេះគឺដាក់នៅគ្នាហើយ serializable បាទនេះគឺតកតងទៅនឹងការប្រើប្រាស់នៅ binary serialization ដែលយើងឃើញថានេះគឺមាន using statement ចំនួន2នៅផ្នែកខាងលើដែលយើងត្រូវមានហើយយើងធ្វើការ write នៅឬក៏ serialization ទៅ object ដែលមាន syntax ដូចខាងក្រោមនេះបាទ binary formatter serialize close reading ឬក៏ deserializing object គឺមាននៅពាក្យ deserialize ហើយចំពោះ SOAP serialize វិញគឺដូចគ្នាដោយធ្វើការ add នៅ SOAP នៅកន្លែងនេះបើចំពោះ SOAP ហ្នឹងគឺយើងចាំបាច់ត្រូវ add នៅ library មួយថ្មីបាទហើយនេះគឺរបៀបនៃការទៅសេឬក៏ serialize object គឺមាន SOAP formatter close deserialize បាទនេះគឺតកតងទៅនឹង AML serialization គឺមាន AML បាទនេះគឺ syntax នៃការទៅសេសម្រាប់ write នេះគឺ read ហើយនេះគឺ task បាទកន្លែងនេះគឺនិយាយផងដែរនៅផ្នែកដែលខ្ញុំនិយាយមិញហ្នឹងគឺយើងចាំបាច់នេះដើម្បីធ្វើការ add នៅប្រើប្រាស់នៅ using statement សម្រាប់ SOAP ហ្នឹងគឺដំបូងឡើយគឺបើសិនជាយើងគ្រាន់តែ say using ហើយតាក់ទងទៅជាមួយនឹង SOAP ហ្នឹងគឺវាអត់មានទេដូច្នេះហើយគឺយើងចាំបាច់ត្រូវធ្វើការ add library របស់វាដែលយើងចូលទៅកាន់ Visual Studio select នៅ add reference ហើយ object នេះបាទ project menu បន្ទាប់មកទៀតនេះរបៀបគេយើងធ្វើការស្វែងរកនៅអក្សរហ្នឹងហើយយើងធ្វើការ tick វាទៅហើយបន្ទាប់មកទៀតយើងអាចធ្វើការប្រើប្រាស់បានដែរបាទឥឡូវយើងមើលបន្តទៀតនេះគឺតកតងទៅនឹង task ទេមិញហ្នឹងគឺគេចង់ឲ្យយើងធ្វើការ save នៅលក្ខណៈជា book txt បាទនេះគឺ task តកតងទៅនឹង serialization បាទហើយមួយទៀតតកតងទៅនឹង generic បាទ generics គឺវា
dương đang ấy nơi trong ca software development cứ dương chăm bài từ thua ca và chôm cho mùi nâng ca để thua ca cho mùi nâng object đại vì miền bậc hệ xem cái này rồi có bậc hệ đại outscore tại mà đó ưu tiên họ thao dương thua ca c nơi class mùi và cả nơi class mùi đại vì thua ca manage nơi queue này bậc hệ class này object và này thà về tam lại cả nạ to của tôi khi làm đau đi tha ưu tiên họ lại ní cứ print job và này thà dương vừa cả printer là bỏ cả đá nào mua chỉ là cái nạ to của tôi khi phần về miền trơn transaction rồi có command để enter mà nó cứ miền lại cái nạ to khi để cho nên hai concept này queue nó cứ việc mình ai thua cả plapdo ba nữa tê ở đây đã ai thua cả plapdo ba nó cứ ở only miền tai tập hệ này data tại phần nó vì thế này ở vị trí sang nó không có define no method rồi có class tầm bây thua cả deal with rồi có dương thua cả chỉ mùi nâng ở một page sen cái này object nâng cứ dương ai prao nó object type và object type nó không section thì mùi cứ dương khơi nháy dương inherit trênពី system object class hay dương refer đã prao nó reference tới căn base class để dương khơi ưu tiên họ khang hồn đi hái và sẽ dễ thằng nên nó chăm ưu tiên họ ní có vấn đề vì biên bài nhà hảในการปราบปราม object class คือវាមិនអាចធ្វើការឆែកមើលនៅប្រភេទនៃ data ដែលត្រូវបានវាឬក៏ត្រូវបាន add ចូលទៅកាន់ object ដែលជាលក្ខណៈ array នោះទេដូច្នេះហើយវាអាចនឹងបង្កើតជាបញ្ហាឬក៏វាមិនមានប្រសិទ្ធភាពខ្ពស់ទេនៅក្នុងការប្រើប្រាស់តាមវិធីសាស្ត្រហ្នឹងនៅពេលណាដែលយើងចង់ធ្វើការ retrieve object របស់យើងចេញអំពី collection ដែលជាមូលហេតុយើងគេបានបង្កើតនៅ generic ដែលវាមាននៅ method ចំនួន2គឺ generic method ជាមួយនឹង generic classes ដែលវាអាចនឹងធ្វើការ define នៅពេលណាដែល data type ហ្នឹងត្រូវបានប្រើប្រាស់វានឹងធ្វើការពជាពេល relay ទុកសិនរហូតដល់ method class ហ្នឹងត្រូវបានប្រើប្រាស់ឬក៏ method ជាមួយឬក៏ class ហ្នឹងត្រូវបានប្រើប្រាស់តែម្ដងហើយយើងមើលខាងក្រោមនេះទៅគឺវាមាននៅរបៀបនៃការសរសេរនៅការបង្កើតនៅ generics គឺយើងឃើញមាន type បាទនេះមាន I comparable បាទនេះរបៀបនៃការបង្កើតដែលយើងចង់ស្វែងរកអំពី minimum បើសិនជាយើងប្រៀបធៀបចំពោះពី value គឺឃើញថា method ហ្នឹងគឺវាមាន parameter ចំនួន2ដែលវានឹងធ្វើការ compare នៅ minimum value ហើយនេះគឺគេនិយាយទៀតថា data type នៃ parameter វានឹងធ្វើការ return ជាលក្ខណៈ type ជាជាងការ return ដោយ data type ណាមួយដែលយើងបានរៀនកន្លងមកហ្នឹងនេះដោយសារតែ data type ជាលក្ខណៈ generic គឺគេ indicate ដោយលក្ខណៈប្រើប្រាស់នៅ type ហ្នឹងហើយក្រោយបាននៅវាស្ថិតនៅផ្នែកខាងក្រោយនៃ method name បាទនេះគឺ type ហើយយើងក៏អាចនឹងធ្វើការ specify ដោយប្រើប្រាស់នៅ comma បានផងដែរនៅក្នុង square bracket នេះបាទនៅក្នុងកន្លែងហ្នឹងគឺយើងអាចធ្វើការ specify នៅ data type ច្បាស់លាស់ក៏បានដែរហើយនៅក្នុងនេះគឺ data type ដែលវាធ្វើការ delay ដែលវាជាទូទៅហ្នឹងគឺទៅសេជាអក្សរធំអាចប្រើប្រាស់សម្រាប់ parameter return type ឬក៏ local variable ដែលអាចនឹងធ្វើការ specify នៅការ data type នេះបានដែលវាតម្រូវឲ្យយើងធ្វើការ implement នៅ interface នេះគឺយើងឃើញហើយ I comparable ដូចខាងក្រោមយើងឃើញនេះគឺយើងអាចដាក់ parameter បន្ថែមទៀតបានហើយកន្លែងនេះគឺយើងឃើញថាយើងអាចនឹងធ្វើការ apply នៅ generic ហ្នឹងទៅកាន់ class របស់យើងទាំងអស់តែម្ដងធ្វើអញ្ចឹងក៏បានដែរបាទនេះគឺរបៀបនៃការសរសេរ class ក៏ interface syntax សម្រាប់ធ្វើការបង្កើតនៅ object ចេញអំពី generic class បាទនេះគឺយើងឃើញហើយគឺមាន list បាទនេះរបៀបនៃការ
បង្កើត generic class ឬក៏យើងអាចប្រើប្រាស់នៅលក្ខណៈ nested ក៏បានដែរ nested generic type ដែលនេះគឺយើងឃើញថាមាន list ហើយមាននៅ type integer នៅក្នុងនឹងផងដែរហើយឥឡូវយើងកំណត់មើលតែម្ដងទៅនៅក្នុងកន្លែងនេះគឺគេចង់ឲ្យយើងដឹងថាមាន space រវាង to greater than បាទនៅពេលដែលយើង specify នៅ type យើងឃើញមានដក clear កន្លែងនេះមួយពីមុនហ្នឹងគឺយើងចាំបាច់ត្រូវធ្វើការដក clear អញ្ចឹងដែលសម្រាប់ធ្វើការ compiler ហ្នឹងគឺការ read ហើយប៉ុន្តែឥឡូវហ្នឹងគឺចំពោះ compiler ក្រោយឥឡូវនេះគឺគេមិនចាំបាច់ត្រូវការឲ្យយើងធ្វើការដក clear អញ្ចឹងអីទេក៏ប៉ុន្តែនៅក្នុងនេះគេថា compiler ខ្លះទៀតគឺប្រើប្រាស់នៅ syntax តំណឹងដដែលដែលប្រើប្រាស់នៅ space មាន space ប៉ុន្តែបើចំពោះ Visual Studio វិញគឺមិនចាំបាច់ត្រូវមាននៅ space អញ្ចឹងទេបាទនេះគឺចុងក្រោយតាក់ទងទៅនឹង task តាក់ទងទៅ generic ដែលនេះគឺមុខវិជ្ជាមួយផ្សេងទៀតហើយបើសិនជាយើងចង់រៀនស្វែងយល់អំពី generic គឺ class library ជាមួយនឹង algorithm បាទនេះគឺ task គេឲ្យយើងចង់ស្វែងរកនៅ minimum ជាមួយនឹង maximum ឥឡូវយើងមើលត្រឡប់ទៅកាន់ទំព័រដើមវិញហើយយើងមើលថាយើងបានស្វែងយល់អ្វីខ្លះហើយចេញអំពី session មួយនេះបាទគឺ session ហ្នឹងយើងនិយាយពី file generic save file serialization បាទយើងមើលអរគ្នាpersistent នៃ data stream sequence នៃ byte វាមានលក្ខណៈ text file binary file យើងបានមើលហើយ text file sequential access នេះឧទាហរណ៍ការ read មួយ write binary file មួយនឹង random access ដែលយើងអាចប្រើប្រាស់ជាលក្ខណៈ concept នៃ record បានដើម្បីប្រើប្រាស់នៅ random access ហើយវា fixed length ហើយនៅខាងក្រោមនេះគឺនិយាយអំពីប្រើប្រាស់នៅ binary writer កន្លែងនេះគឺយើងបានមើលហើយដែរ object serialization គឺមាន3គឺមាននៅ XML គឺមាននៅ SOAP ហើយជាមួយនឹង binary ហើយនេះគឺ task generic នេះគឺ topic ចុងក្រោយគេមាន generic class ជាមួយនឹង generic method បាទគឺយើងបាន cover អស់ហើយម្ដងទៀតគឺសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានតាមដានពីដើមរហូតមកដល់ចប់នេះគឺចាប់ពី session ទី1រហូតដល់ session ទី11ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបាននៅចំណេះដឹងតាក់ទងទៅនឹងមុខវិជ្ជា object oriented development នេះដោយប្រើប្រាស់នៅភាសា C# ហើយខ្ញុំសង្ឃឹមផងដែរថាយើងនឹងធ្វើការស្វែងយល់នៅមុខវិជ្ជាផ្សេងទៀតដោយខ្ញុំនឹងធ្វើការបើសិនជាមានឱកាសគឺខ្ញុំនឹងធ្វើការស្វែងយល់ឬក៏ខ្ញុំនឹងធ្វើការបង្ហាញជូននៅមុខវិជ្ជាណាដែលតាក់ទងទៅនឹង software development នេះបន្ថែមទៀតហើយម្ដងទៀតគឺសូមអរគុណចំពោះការតាមដានរបស់អ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃក្រោយទៀត